ព្រះគម្ពីរពងសាវតារខ្សត្រទី2ចំពោះទី13នៅឆ្នាំទី23ក្នុងរាជនៃយ៉ូអាសជាបុត្រអាហាស៊ីយ៉ានោះយ៉ូអាហាសជាបុត្រយេហូក៏ចាប់តាំងសោយរាជលើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារីហើយបានសោយរាជអស់17ឆ្នាំទ្រង់ប្រព្រឹត្តអំពើដ៏លិមួអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាព្រមទាំងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោមជាកូននេបាតដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរទ្រង់មិនវាបងលែងធ្វើឡើយនោះសេចក្តីក្រោធនៃព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែលហើយទ្រង់ប្រគល់គេទៅក្នុងកំដាប់ដៃនៃហាសែលជាស្ដេចស៊ីរីនិងក្នុងកំដាប់ដៃនៃបេនហាដាតជាបុត្រហាសែលតទៅតែយ៉ូអាហាសទ្រង់អំពាវនាវដល់ព្រះយេហូវ៉ាហើយព្រះយេហូវ៉ាទ្រង់ក៏ស្ដាប់តាមត្បិតទ្រង់បានទតឃើញការដែលស្ដេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែលរីឯព្រះយេហូវ៉ាទ្រង់ប្រោសប្រទានឲ្យពួកអ៊ីស្រាអែលមានអ្នកជួយសង្គ្រោះម្នាក់ឲ្យគេបានរួចពីអំណាចសាសេរីរួចពួកកូនចៅអ៊ីស្រាអែលគេក៏នៅក្នុងផ្ទះរបស់ខ្លួនដូចដើមវិញប៉ុន្តែគេមិនលែងធ្វើតាមអំពើបាបរបស់ជំនួសវង្សយេរ៉ូបោមដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះទេគឺគេចេះតែប្រព្រឹត្តតាមអំពើទាំងនោះវិញហើយនៅក្នុងស្រុកសាម៉ារីក៏មានអស់ទាំងរូបព្រះនៅឡើយដែរត្បិតស្ដេចស៊ីរីបានទុកឲ្យយ៉ូអាហាសមានពលទ័ពតែប៉ុណ្ណោះគឺឲ្យមានពលសេះ50នាក់រទេះចម្បាំង10និងពលថ្មើរជើង10000នាក់ពីព្រោះស្ដេចស៊ីរីបានរំលាងបំផ្លាញគេអស់ទៅហើយទាំងធ្វើឲ្យគេដូចជាលំអងធូលីដែលនៅទីលានបញ្ជាន់ស្រូវរីឯដំណើរឯទៀតពីយ៉ូអាហាសហើយការទាំងប៉ុន្មានដែលទ្រង់ធ្វើនិងអំណាចរបស់ទ្រង់នោះសុទ្ធតែបានកត់ទុកនៅក្នុងសិភៅជាពងសាវតាររបស់ពួកស្ដេចអ៊ីស្រាអែលហើយចំណែកយ៉ូអាហាសក៏ផ្ទុំលក់ទៅជាមួយនឹងពួកអាយកោទ្រង់គេបញ្ចុះទ្រង់នៅក្នុងក្រុងសាម៉ារីរួចយ៉ូអាសជាព្រះរាជបុត្រាក៏ឡើងសោយរាជជំនួសបិតានៅឆ្នាំទី37ក្នុងរាជយ៉ូអាសជាស្ដេចយូដានោះយ៉ូអាសជាបុត្រយ៉ូអាហាសក៏ចាប់តាំងសោយរាជឡើងលើស្រុកអ៊ីស្រាអែលដែលនៅក្រុងសាម៉ារីក៏សោយរាជបាន16ឆ្នាំទ្រង់ប្រព្រឹត្តអំពើដ៏លិមួអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាទ្រង់មិនបានវាបងលែងប្រព្រឹត្តតាមអស់ទាំងអំពើបាបរបស់យេរ៉ូបោមជាកូននេបាតដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេគឺទ្រង់បានប្រព្រឹត្តតាមអំពើទាំងនោះវិញរីឯដំណើរឯទៀតពីយ៉ូអាសនឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើនិងអំណាចទ្រង់ដែលបានប្រើដើម្បីច្បាំងនឹងអាម៉ាស៊ីយ៉ាស្ដេចយូដានោះសុទ្ធតែបានកត់ទុកនៅក្នុងសិភៅជាពងសាវតាររបស់ពួកស្ដេចអ៊ីស្រាអែលហើយយ៉ូអាសក៏ផ្ទុំលក់ទៅជាមួយនឹងពួកអាយកោទ្រង់ទៅរួចយេរ៉ូបោមបានសោយរាជឡើងជំនួសទ្រង់ហើយគេបញ្ចុះសពយ៉ូអាសនៅក្រុងសាម៉ារីជាមួយនឹងពួកស្ដេចអ៊ីស្រាអែលនៅគ្រានោះអេលីសេលោកចាប់ឈឺដោយជំងឺដែលនាំឲ្យលោកស្លាប់ហើយយ៉ូអាសជាស្ដេចអ៊ីស្រាអែលទ្រង់យាងចុះទៅសួរលោកក៏ឆ្ងោកយំនឹងលោកដោយព្រះបន្ទូលថាឲ្យលោកឪពុកខ្ញុំអើយនេះគឺជាព្រះរាជរថនិងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយអេលីសេទូលតបថាសូមយកធ្នូនិងព្រួញមកទ្រង់ក៏យកធ្នូនិងព្រួញមកឯលោករួចទូលថាសូមទ្រង់ដំឡើងធ្នូទៅនោះទ្រង់ក៏ដំឡើងហើយអេលីសេដាក់ដៃលើព្រះហស្ថស្ដេចរួចលោកទូលថាសូមបើកបង្អួចខាងកើតទៅទ្រង់ក៏បើកអេលីសេទូលថាសូមបាញ់ទៅហើយទ្រង់ក៏បាញ់លោកទូលថានេះហើយជាព្រួញជ័យនៃព្រះយេហូវ៉ាគឺជាព្រួញជ័យជំនះដែលឈ្នះពួកសាសេរីត្បិតទ្រង់នឹងប្រហារពួកសេរីនៅត្រង់អាផែកទាល់តែគេវិនាសសាបសូន្យទៅរួចលោកទូលថាសូមចាប់យកព្រួញទាំងនោះទៅទ្រង់ក៏ចាប់យកលោកក៏ទូលទៀតថាសូមបាញ់ទៅដីទៅទ្រង់ក៏បាញ់អស់គម្រប់3ដងរួចឈប់នោះអ្នកសំណាប់របស់ព្រះក៏ខឹងនឹងស្ដេចហើយទូលថាគួរតែទ្រង់បាញ់ដល់ទៅ5ឬ6ដងចុះនោះទ្រង់នឹងបានវាយពួកសេរីទាល់តែបានបំផ្លាញគេឲ្យសូន្យបាត់ទៅតែឥឡូវនេះទ្រង់នឹងវាយគេបានត្រឹមតែ3ដងប៉ុណ្ណោះឯអេលីសេលោកក៏ស្លាប់ទៅហើយគេបញ្ចុះសពលោករួចដល់ចូលឆ្នាំថ្មីនោះពួកកងនៃសាសម៉ូអាប់ក៏ទន្ទ្រានចូលមកក្នុងស្រុកហើយកាលមនុស្សកំពុងតែកប់ខ្មោចរបស់មនុស្សម្នាក់នោះក៏ឃើញពួកកងមួយរួចគេបោះខ្មោចនោះទៅក្នុងភ្នូររបស់អេលីសេកាលខ្មោចនោះបានប៉ះនឹងឆ្អឹងអេលីសេហើយស្រាប់តែរស់ឡើងវិញរួចក្រោកឈរឡើងហើយហាសែលជាស្ដេចស្រុកស៊ីរីទ្រង់ចេះតែសង្កត់សង្កិនពួកអ៊ីស្រាអែលដរាបដល់អស់ព្រះជន្មយ៉ូអាហាសប៉ុន្តែព្រះយេហូវ៉ាទ្រង់មានព្រះハរតីសប្បុរសដល់គេក៏មានសេចក្តីមេត្តាករុណាហើយយល់ដល់គេដោយព្រោះសេចក្តីសញ្ញាដែលទ្រង់តាំងនឹងអាប់រ៉ាហាំអ៊ីសាកនិងយ៉ាកុបទ្រង់
មិនសពព្រះハរតីនឹងបំផ្លាញគេទេហើយលុះដល់វេលានោះទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែររួចមកហាសែលជាស្ដេចសេរីក៏សុគតទៅនៅបេនហាដាតជាព្រះរាជបុត្រាក៏សោយរាជឡើងជំនួសបិតារួចយូអាសជាបុត្រនៃយូអាហាសក៏ចាប់យកអស់ទាំងទីក្រុងដែលហាសែលបានច្បាំងចាប់យកពីកណ្ដាប់ព្រះហស្ថនៃព្រះបិតាចាប់ពីកណ្ដាប់ដៃនៃបេនហាដាតជាបុត្រហាសែលមកវិញយូអាសទ្រង់វាយគេអស់3ដងហើយក៏បានទីក្រុងទាំងប៉ុន្មាននៃពួកអ៊ីស្រាអែលមកវិញ